អាគ្គនាយកដ្ឋានទន្ទឹងមនុស្សបើកកិច្ចប្រជុំពិភាក្សាពីផែនការបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ2027អាគ្គនាយកដ្ឋានទន្ទឹងមនុស្សនៃក្រសួងមហាផ្ទៃនៅថ្ងៃទី19ខែមីនាឆ្នាំ2026នេះបានបើកកិច្ចប្រជុំពិភាក្សាអំពីផែនការបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ2027ដើម្បីធានាស្របនឹងផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃកិច្ចប្រជុំដឹកនាំដោយនាយកឧត្តមសេនីយ៍សាស្ត្រាចារ្យសេងប៉ាលីអគ្គនាយកដ្ឋានអង្គការនាយកដ្ឋានធនធានមនុស្សនិងការអញ្ជើញចូលរួមរបស់ពីនាយកឧត្តមសេនីយ៍សាស្ត្រាចារ្យប្រធានបណ្ឌិតសូភាននគរបាលកម្ពុជាព្រមទាំងតំណាងអគ្គនគរបាលរដ្ឋការដ្ឋាននគរបាលជាតិតំណាងអគ្គនាយកដ្ឋាននានានិងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន66រូបនិងបន្តប្រជុំខេត្តសៀមរាបនៃទីស្តីការក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍សាស្ត្រាចារ្យសេងប៉ាលីបានមានប្រសាសន៍ថាកិច្ចប្រជុំនេះគឺនឹងធ្វើពិនិត្យពិភាក្សាពីផែនការបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ2027ដើម្បីធានាឲ្យស្របនឹងផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃដូច្នេះតួអង្គដែលមានការពាក់ព័ន្ធនឹងកម្មវត្ថុនៃប្រជុំថ្ងៃនោះត្រូវបានអញ្ជើញជួយរួមប្រជុំដើម្បីមានមតិយោបល់ហើយជាពិសេសគឺអង្គការនគរបាលជាតិបាននឹងបណ្ឌិតសភានគរបាលកម្ពុជាដែលជាទូនាទីសំខាន់ជាងគេតកតងនឹងកម្មវត្ថុនៃកិច្ចប្រជុំថ្ងៃនេះក្នុងការធានាឲ្យបានបណ្ដុះបណ្ដាលមន្ត្រីនគរបាលឆ្លើយតបនឹងតម្រូវការអង្គភាពសម័យនិងផែនការថវិកាបណ្ដុះបណ្ដាលរបស់បណ្ឌិតសុភានគរបាលកម្ពុជានាយឧត្តមសេនីយ៍សាស្ត្រាចារ្យសេងប៉ាលីបានបន្ថែមថាកិច្ចប្រជុំនេះមានសារៈសំខាន់ដែលអនុវត្តតាមមតិណែនាំខ្ពស់របស់លោកអភិសន្តិបណ្ឌិតសសុជាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃដើម្បីប្រមូលជួយបណ្ដុះបណ្ដាលពង្រឹងជំនាញវិជ្ជាជីវៈមន្ត្រីនគរបាលជាអង្គភាពសម័យដែលមានភាពពាក់ព័ន្ធត្រូវមានព័ត៌មានគ្រប់គ្រងរយតាក់ទងប្រតិក្រឡាគ្នារួមមានតម្រូវការច្បោះវគ្គសិក្សាក្នុងប្រទេសនិងក្រៅប្រទេសជំនាញជីវៈនគរបាលចំនួនសិស្សនិងរយៈសិស្សពេលសិក្សាការត្រៀមរៀបចំកម្មវិធីសិក្សាឯកសារសិក្សាសាស្ត្រាចារ្យនិងគ្រូនគរបាលនិងកន្លែងស្នាក់នៅការលើកកម្ពស់ផែនការបណ្ដុះបណ្ដាលថវិកានិងផែនការតម្រូវផ្សេងទៀតមានស្ថានភាពចាក់ស្ដែងនៃវគ្គសិក្សានីមួយៗជាពិសេសអង្គភាពបណ្ដុះបណ្ដាលត្រូវកំណត់ច្បាស់លាស់អំពីលក្ខខណ្ឌត្រូវចាត់បញ្ជូនមន្ត្រីនគរបាលទៅសិក្សា